តោះនេះមកនិយាយតែតង់រឿងរ៉ាវនៃមជ្ឈមបូព៌ាតែអត់បាននិយាយអំពីការប៉ះទង្គិចគ្នាអីនៅមជ្ឈមបូព៌ាបន្ថែមទេព្រោះវាជារឿងល្អឯដែលអត់មានការប៉ះទង្គិចគ្នាគេនៅអនុវត្តបាត់ឈប់បាញ់នៅឡើយបញ្ហាដែលមានខណៈនេះនៅមជ្ឈមបូព៌ាគឺរឿងច្រកហូម៉ូសពីថ្ងៃម្សិលមិញអាមេរិកបដិសេធសំណើរបស់អ៊ីរ៉ង់ដែលស្នើសុំឲ្យបាក់ច្រកហូម៉ូសទាំងអស់គ្នាបញ្ហានុយក្លេអ៊ែរយើងនិយាយគ្នាពេលក្រោយអាមេរិកថា no អត់ទទួលយកសំណើនេះទេក្រោយមកជាច្រើនផុសនៅក្នុង Truth Social ប្រាប់ថាអ៊ីរ៉ង់ស្នើឲ្យអាមេរិកបើកច្រកហូម៉ូសឲ្យបានលឿនបំផុតដែរធ្វើទៅបានព្រោះអ៊ីរ៉ង់កំពុងទៅជួបបញ្ហាមានកន្លែងស្តុកប្រេងទៀតទេអាចទុកបានត្រឹមតែ2-10ថ្ងៃ22ថ្ងៃទៀតអស់ហើយលែងមានកន្លែងដែរអត់អាចនាំចេញបាននោះអាមេរិកបិទច្រកហើយក៏ប្រាប់បន្ថែមថាខណៈនេះគឺមន្ត្រីរបស់អ៊ីរ៉ង់កំពុងតែចរចាដោះស្រាយបញ្ហានឹងនិយាយគ្នាជាមួយនឹងថ្នាក់ដឹកនាំកម្ពុជារបស់ខ្លួនឯងត្រូវដែលអាមេរិកយល់ថារឿងនឹងអាចទៅរួចដល់ពេលផឹកឡើងមិនដែរអត់មានតម្រុយតាក់ទងរឿងការបើកច្រកហូម៉ូសទេទៅចេញព័ត៌មានតាក់ទងរឿងថាកំពុងរៀបចំ plan នៅក្នុងការបិទច្រកហូម៉ូសរយៈពេលវែងដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់វាអាចនឹងជាសង្គ្រាមចិត្តសាស្ត្រឬក៏សង្គ្រាមព័ត៌មានអីផ្សេងៗអញ្ចឹងក៏អាចធ្វើទៅបានចេញព័ត៌មានអញ្ចឹងបន្ថែមទៀតដើម្បីឲ្យខាងមន្ត្រីរបស់អ៊ីរ៉ង់ហ្នឹងគឺប្រញាប់ចរចាដោះស្រាយបញ្ហាផ្សេងៗនិយាយគ្នាត្រូវជាមួយថ្នាក់ដឹកនាំកម្ពុជារបស់ខ្លួនហើយក៏មកអនុវត្តធ្វើតាមអីដែលអាមេរិកត្រូវការឲ្យបានមុនពេលការបោះឆ្នោតពាក់កណ្ដាលអាណត្តិអីរបស់ Donald Trump រឿងហ្នឹងគឺបន្លែកសិនព្រោះមិនមែនជាប្រធានបទគោលដែលចង់និយាយសម្រាប់ថ្ងៃនេះទេប្រធានបទគោលដែលចង់និយាយថ្ងៃនេះគឺរឿងរ៉ាវរបស់ប្រទេសអារ៉ាប់រួមដែលដកខ្លួនចេញពីសមាជិក OPEC ហើយ OPEC Plus កាលពីម្សិលមិញថ្ងៃទី28ខែមេសាកាសម្សិលមិញប៉ុន្តែដកខ្លួនហ្មងលែងមានឈ្មោះជាសមាជិក OPEC ហ្មងថ្ងៃ1ខែឧសភា2026ដែលវាប្លែកអារ៉ាប់រួមគឺជាសមាជិកដល់ចំណាស់របស់ OPEC ឯង60ឆ្នាំហើយជាប្រទេសធំមួយដែលផលិតប្រេងចំនួនប្រមាណជា 40-50% ដែលនាំចេញផ្គត់ផ្គង់ទៅកាន់ពិភពលោកពី OPEC ហ្នឹង 12% គឺប្រេងរបស់អារ៉ាប់រួមហើយនិយាយអំពីប្រេងកាប្រេងបំរុងដើម្បីຕົកដោះស្រាយបញ្ហារបស់ពិភពលោកគេលើទៅជួបបញ្ហាវិបត្តិធម្មពុតជាប្រទេសទី3ដែលមានប្រេងបំរុងច្រើនដើម្បីជួយទប់ទល់គេលើថាវាមានវិបត្តិប្រេងវិបត្តិធម្មពលពិភពលោកទៅក៏ជួយទ្រទ្រង់សន្តិសុខធម្មពលរបស់ពិភពលោកកុំឲ្យវាមានបញ្ហាវិបត្តិធ្ងន់ធ្ងរអីចឹងបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតហើយសុកស្រាប់តែប្រកាសដកខ្លួនចេញក៏ពិតវាមានបញ្ហាជឿថាអញ្ចឹងប៉ុន្តែពិភពលោកអត់មានណាគេបានចាប់អារម្មណ៍ឬក៏នឹកថាអារ៉ាប់រួមអាចនឹងដកខ្លួនអីចឹងអត់ទេតែសុកក៏ប្រកាសរដ្ឋមន្ត្រីធម្មពលរបស់អារ៉ាប់រួមនិយាយថាវាជាពេលវេលាសំស្របមួយនៅក្នុងការដកខ្លួនចេញពីសមាជិក OPEC ឯងព្រោះពិភពលោកកំពុងតែជួបបញ្ហាតាក់ទងការខ្វះខាតប្រេងខ្លាំងអារ៉ាប់រួមដកខ្លួនចេញមកបានអារ៉ាប់រួមអាចមានសមត្ថភាពក្នុងការផលិតប្រេងច្រើនជាងមុនព្រោះនៅពេលដែលនៅជាសមាជិក OPEC គេហៅ OPEC Plus ដែលទៅបង្កើតក្រោយ OPEC មកមានរុស្ស៊ីអីជាសមាជិកហ្នឹងគឺអត់មានអាចផលិតប្រេងតាមអីដែលខ្លួនឯងអាចផលិតបានទេក្រុមហ៊ុន ADNOC របស់អារ៉ាប់រួមមានលទ្ធភាពនៅក្នុងការផលិតប្រេងថ្ងៃប្រហែលជា5លានបារ៉ែលតែ OPEC ដែលមានបងធំគឺអារ៉ាប៊ីសាអូឌីតកំណត់ឲ្យបណ្ដាប្រទេសនៅក្នុង OPEC ទាំងឡាយផលិតប្រេងទៅតាមការកំណត់ធ្វើអញ្ចឹងទៅនៅបានអស់គ្នាធ្វើអញ្ចឹងទៅតម្លៃប្រេងបើឧទាហរណ៍ថាវាកំពុងតែចុះថោកខ្លាំងកាត់បន្ថយការផលិតទៅតម្លៃប្រេងវាឡើងតិចឬក៏បើសិនតម្លៃប្រេងមើលទៅវាថ្លៃឡើងពេកបង្កើនការផលិតទៅកំណត់ខាង OPEC កំណត់ឲ្យអារ៉ាប់រួមផលិតប្រេងបានត្រឹមតែមួយថ្ងៃ 3.4 លានបារ៉ែលក្នុងមួយថ្ងៃតែប៉ុណ្ណោះទាំងដែលសមត្ថភាពហ្នឹងគឺអាចផលិតបានរហូតដល់ទៅ5លានបារ៉ែលដែលខាងអារ៉ាប់រួមមើលឃើញថាវាធ្វើឲ្យប៉ះពាល់ទៅដល់សមត្ថភាពនៅក្នុងការអភិវឌ្ឍប្រទេសបាត់បង់ចំណូលនៅក្នុងប្រទេសធ្វើឲ្យនឹងអាពួកដងស្អីផ្សេងអភិវឌ្ឍមកហើយហ្នឹងมันបានប្រើការវាខាត់បង់ទៅដល់ប្រទេសរបស់ខ្លួនអារ៉ាប់រួមឃើញថាវាជាបញ្ហាមកយូរហើយដល់ពេលនេះគឺវាជាឱកាសល្អព្រោះបញ្ហាសង្គ្រាមនៅមជ្ឈមបូព៌ាវាកាត់ឡើងពិភពលោកកំពុងតែខ្វះប្រេងអញ្ចឹងយកបញ្ហាដែលកំពុងតែវាកើតមានសម្រាប់ពិភពលោកនេះប្រែវាឲ្យខ្លាចជាឱកាសនៅក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនគឺដកខ្លួនចេញពី OPEC ផលិតប្រេងលក់ឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបានព្រោះដោយរដ្ឋមន្ត្រីធម្មពលរបស់អារ៉ាប៊ីសាអូឌីតធ្លាប់មានប្រសាសន៍យូរហើយពាក្យសម្ដីអាចនឹងនិយាយថាសម្ដីមាសក៏ថាបានដែរកាលក្នុងឆ្នាំ1990និយាយថាចេះថាទុកថ្មដែលវាផុតទៅអាលីទៅហ្នឹងគឺមិនមែនដោយសារតែអស់ថ្មទេអញ្ចឹងយុគនៃប្រេងក៏ដូចគ្នាក៏មិនមែនដោយសារតែប្រេងវាអស់ពីផែនដីនោះដែរគឺបានន័យថាពិភពលោកមានការអភិវឌ្ឍយុគសម័យថ្មីគេអត់ពឹងផ្អែកទៅលើប្រេងទាំងស្រុងទេហើយបើសិនជាដោយអារ៉ាប់រួមអត់ឆ្លៀតឱកាសនៅក្នុងពេលហ្នឹងដើម្បីផលិតប្រេងឲ្យអស់ពីសមត្ថភាពហើយនាំចេញឲ្យបានច្រើនបំផុតតែអាចធ្វើទៅបានទេអនាគតខាងមុខទៅប្រេងអាចនឹង
លែងមានតម្លៃព្រោះគេកំពុងតែព្យាយាមនាំគ្នាកិច្ចពីការពឹងផ្អែកប្រេងទាំងស្រុងដោយការពីមុនប្រេងគេឲ្យឈ្មោះមាសខ្មៅព្រោះវាថ្លៃខ្លាំងហ្មងដូចបច្ចុប្បន្នដែលយើងកំពុងតែជួបបញ្ហារឿងប្រេងវាឡើងថ្លៃហើយបណ្ដាប្រទេសទូទាំងពិភពលោកឬក៏យើងលើកឲ្យវាឃើញច្បាស់ដូចចិនគឺកាត់បន្ថយការប្រើប្រាស់ប្រេងបានរហូតដល់ទៅ1លានបារ៉ែលនៅក្នុងមួយថ្ងៃដោយសារតែមកអភិវឌ្ឍតកតងទៅនឹងរឿងពួកឡានអគ្គិសនីផ្សេងៗនេះដើម្បីជំនួសប្រេងហ្នឹងគឺសម័យបច្ចុប្បន្នប៉ុណ្ណឹងចុះ5ឆ្នាំ10ឆ្នាំ20ឆ្នាំខាងមុខទៀតប្រេងអាចនឹងគ្រាន់តែជាទឹកខ្មៅមួយដែលវាអត់មានតម្លៃថោកហ្មងឬក៏2-3ខែក្រោយតម្លៃប្រេងដែលយើងឃើញថាគណៈនេះចូលដល់$114នៅក្នុង1បារ៉ែលហើយវាឡើងវិញហ្នឹងអាចនឹងនៅសល់ត្រឹមតែ$50ឬក៏$40នៅក្នុង1បារ៉ែលក៏ថាបានក្រោយពេលដែលច្រកហូម៉ូសត្រូវបានបើកដំណើរការថែមគឺអារ៉ាប់រួមដកខ្លួនចេញពីសមាជិកអូប៉ិចអារ៉ាប់រួមអាចផលិតប្រេងបានប្រមាណក៏បានដែរក៏មិនដឹងថាតើអាបញ្ហាអារ៉ាប់រួមដកខ្លួនចេញមកនេះវាធ្វើអារ៉ាប់រួមត្រូវប្រឈមមុខអីជាមួយនឹងប្រទេសមិត្តអារ៉ាប់ផ្សេងដោយរបៀបណាហើយថាតើអាការដែលត្រៀមប្រេងបំរុងអីជួយទៅដល់ពិភពលោកគេលោកតែមានបញ្ហារឿងវិបត្តិប្រេងវិបត្តិអីនៅថ្ងៃអនាគតហ្នឹងខាងអារ៉ាប៊ីសាអូឌីតត្រូវរ៉ាប់រងរឿងនឹងតែឯងហ្មងឬក៏មិនប៉ុន្តែទៅស្ដាប់ប្រសាសន៍របស់រដ្ឋមន្ត្រីធម្មពលរបស់ខាងអារ៉ាប់រួមក៏និយាយក្នុងលក្ខណៈថានៅតែធានាបាននៅសន្តិសុខធម្មពលបានន័យថាមិនបានដកខ្លួនចេញពីអូប៉ិចហើយអត់ខ្វាយខ្វល់អំពីការជួយឬក៏មានប្រេងបំរុងឯទៅដល់ពិភពលោកជួយទៅដល់ពិភពលោកគេលោកថាមានបញ្ហារឿងវិបត្តិធម្មពលវិបត្តិប្រេងនៅថ្ងៃអនាគតអីអត់ទេគឺនៅតែដដែលហើយមានទំនួលខុសត្រូវជាមួយនឹងការផលិតប្រេងដែលបោនវាទាបផលិតប្រេងដែលមានគុណភាពនៅក្នុងការផ្គត់ផ្គង់ទៅកាន់ពិភពលោករាប់រួមប្រាប់ថានៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនឹងដដែលអ្វីត្បិតតែមិនបានចូលរួមជាមួយនឹងប្រទេសអូប៉ិចក៏ដោយអញ្ចឹងបើសិនជាយើងមើលអំពីហេតុផលរបស់រាប់រួមនឹងឯងចេញមកដើម្បីឯករាជ្យតាក់ទងទៅនឹងផ្នែកនឹងដោយខ្លួនឯងផលិតឲ្យបានច្រើនបំផុតដែលធ្វើទៅបាននៅក្នុងអំឡុងពេលដែលប្រេងនៅបានថ្លៃនៅឡើយព្រោះពេលច្រកហូម៉ូសបើកអាចនឹងមិនបានថ្លៃដូចឥឡូវក៏ថាបានចុះសួរថាចុះផលិតឥឡូវនាំចេញឥឡូវហ្នឹងនាំចេញតាមណាបើច្រកហូម៉ូសអត់ទាន់បើកក៏ពិតអារ៉ាប់រួមមិនមែនជាប្រទេសដែលជួបបញ្ហាខ្លាំងដោយសារតែច្រកហូម៉ូសដូចបណ្ដាប្រទេសដទៃប្រទេសអារ៉ាប់ដទៃជួបបញ្ហាធ្ងន់ច្រកហូម៉ូសបិទទៅគឺជាប់គាំងអស់គ្នាតែសម្រាប់អារ៉ាប់រួមនេះគឺមានកំពុងបហូរប្រេងឆ្លងកាត់ពីកន្លែងផលិតប្រេងរបស់ប្រទេសអារ៉ាប់រួមនេះសម្ដៅទៅហ្វូជីរ៉ាកំពង់ផែដែលរងការវាយប្រហារពីអ៊ីរ៉ង់ដែរពេលមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរប្រទេសចិត្តនឹងទាំងអស់សិតតែរងការបាញ់រ៉ុកែតឬក៏ដ្រូនមកទាំងអស់ប៉ុន្តែអារ៉ាប់រួមនេះជួបធ្ងន់ជាងគេប្រហែលជា2000គ្រាប់ក្នុងអំឡុងពេលហ្នឹងហើយបើសិនមកបើយើងតាមដានរឿងរ៉ាវនៅមជ្ឈមបូព៌ារហូតមិនបាច់ទៅមើលណាមើលតែខ្ញុំនិយាយនៅក្នុង channel ទៅក៏ចាំបានដែរថាអារ៉ាប់រួមនេះជាប្រទេសដែលមានការប្រតិកម្មខ្លាំងលើអ៊ីរ៉ង់ជាងបណ្ដាប្រទេសអារ៉ាប់ដទៃបណ្ដាប្រទេសអារ៉ាប់ដទៃមិនទូទៅទេប៉ុន្តែអាចនិយាយថាភាគច្រើនផងទេដឹងដែលយល់ថាគួរតែនៅស្ងាត់ស្ងៀមជាមួយនឹងសង្គ្រាមនៅមជ្ឈមបូព៌ារវាងអាមេរិកអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ពីព្រោះថាប្រទេសដែលជិតខាងអារ៉ាប់បំផុតគឺអ៊ីរ៉ង់អាមេរិកនៅឆ្ងាយហើយចុះបើសិនជាមានបញ្ហាអីទៅយើងត្រូវមើលមុខនៅជាប់ជាមួយនឹងអ៊ីរ៉ង់ត្រូវរស់នៅបែបម៉េចបើយើងមកបង្ហាញគោលចំហចូលខាងអាមេរិកឲ្យវាច្បាស់តែត្រង់ចំណុចហ្នឹងជាហេតុផលមួយទៀតដែលខាងអារ៉ាប់រួមដកខ្លួនចេញពីអូប៉ិចមកព្រោះហេតុអីកន្លងទៅនេះគឺមានការរិះគន់ខ្លាំងទៅដល់ប្រទេសមិត្តអារ៉ាប់ពីសំណាក់អារ៉ាប់រួមថាអន់ខ្សោយពេកខ្លាចអ៊ីរ៉ង់ពេកបង្ហាញគោលចំហច្បាស់លាស់ហើយបើសម្រាប់អារ៉ាប់រួមនេះមានទាំងចេញយន្តហោះមិនមែនចម្បាំងទេយន្តហោះការពារដែនអាកាសដើម្បីការពារដែនអាកាសហើយនិយាយដូចជា2ទៅ3លើកអំពីរឿងថាអារ៉ាប់រួមនឹងចូលរួមជាមួយនឹងអាមេរិកក៏ដូចជាបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងពិភពលោកដើម្បីប្រតិបត្តិការនៅក្នុងការបើកច្រកហូម៉ូសតែបណ្ដាប្រទេសអារ៉ាប់ផ្សេងអត់ទេណាបង្ហាញគោលចំហនៅកណ្ដាលដល់ពេលអញ្ចឹងទៅក៏អាចនឹងជាហេតុផលមួយដែលខាងអារ៉ាប់រួមដកខ្លួនចេញពីអូប៉ិចតែខ្ញុំថាហេតុផលមួយនៅក្នុងការដកខ្លួនចេញពីអូប៉ិចហេតុផលដំបូងហ្នឹងគឺច្រើនជាងគេខ្លាំងជាងគេកូតានៅក្នុងការផលិតប្រេងហើយសម្រុកផលិតសម្រុកនាំចេញតាមកំពុងបហូរប្រេងចេញពីកន្លែងផលិតប្រេងមករបស់អារ៉ាប់រួមបញ្ជូនទៅកំពង់ផែហ្វូជីរ៉ាហើយក៏ដឹកចេញទៅសមុទ្រឥណ្ឌាដែលត្រង់ហ្មងដែលអត់ចាំបាច់ឆ្លងកាត់ច្រកហូម៉ូសទេអញ្ចឹង
វាមិនមែនជាបញ្ហាហងៃនេះដូចជាបហូរចេញមួយថ្ងៃបានប្រហែលជា1លានទៅ2លានបារ៉ែលហើយដំណើរការតាំងឆ្នាំ2012 2013មកហើយក៏កំពុងតែមានការពង្រីកកំពុងបហូរប្រេងហ្នឹងឲ្យវាបហូរបានកាន់តែច្រើនជាពិសេសអំឡុងពេលដែលមានសង្គ្រាមច្រកហូម៉ូសនេះហើយក៏មិនដឹងអំពីព័ត៌មានថាគេអភិវឌ្ឍដល់កម្រិតណាប៉ុន្តែតាំងពីមានកំពុងបហូរប្រេងហ្នឹងក៏មានការអភិវឌ្ឍថែមមករហូតអញ្ចឹងបើសិនជាអាចផលិតមួយថ្ងៃ5លានបារ៉ែលបានប្រឡែងទៅ3-4លានបារ៉ែលដឹកទៅខាងសមុទ្រអូម៉ង់ហើយចេញតាមសមុទ្រឥណ្ឌានាំចេញទៅកាន់ពិភពលោកលុយកើបបានមហាសាលព្រោះក្នុងអំឡុងពេលនេះប្រេងវាមានតន់ចុះថោកអីភ្លាមណាព្រោះច្រកហូម៉ូសកំពុងតែមានបញ្ហានៅឡើយប្រេងពីអារ៉ាប់រួមតម្លៃនៅខ្ពស់ទីផ្សារអន្តរជាតិគេថាប៉ុន្មាន$114អញ្ចឹងខាងអារ៉ាប់រួមប្រឡែងចេញមកលក់$114កើបលុយក្នុងអំឡុងពេលហ្នឹងយកលុយមហាសាលហ្នឹងយកទៅអភិវឌ្ឍប្រទេសកែប្រែសេដ្ឋកិច្ចនៃយុគសម័យថ្មីយកទៅអភិវឌ្ឍរឿងបច្ចេកវិទ្យារឿងស្អីក៏ដោយដែលមិនមែនពឹងផ្អែកសេដ្ឋកិច្ចរបស់ប្រទេសខ្លួនណាតែទៅលើរឿងប្រេងតែមួយមុខគត់ព្រោះគេនិយាយថាប្រទេសនៅសមុទ្រពេកឬក៏ប្រទេសនៅខាងមជ្ឈមបូព៌ាមានដោយសារតែប្រេងមានដោយសារធម្មពលអីនោះវាមិនយូរទេការអភិវឌ្ឍសម័យបច្ចុប្បន្នគេមានការដើរទៅលឿនអនាគតអាច5ឆ្នាំ10ឆ្នាំ20ឆ្នាំក៏មកក៏មិនដឹងដែរប្រេងអាចនឹងលែងជារបស់ដែលមានតម្លៃរហូតដល់ម្នាក់ត្រូវតែស្វែងស្វាមកទុកមិនមែនជាមាសពណ៌ខ្មៅដូចកាលពីមុនណាវាចាប់ផ្ដើមអស់តម្លៃទៅបដារួមនេះឆ្លាតបើយើងមើលទៅគឺដកឃ្លាមកពេលហ្នឹងហ្មងហើយសម្រុកលក់ចេញនាំលុយចូលប្រទេសអភិវឌ្ឍផ្នែកផ្សេងដកឃ្លាដកខ្លួនជាប្រទេសអារ៉ាប់ដែលមិនចាំបាច់ត្រូវពឹងផ្អែកតែលើប្រេងតែមួយមុខក៏សេដ្ឋកិច្ចរបស់ប្រទេសគេរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសគេមានឌូបៃឯណោះតែយើងមើលទៅវាអាចនឹងជាដំណឹងល្អដែរតាក់ទងទៅនឹងរឿងតម្លៃប្រេងបើសិនគ្រប់បែបយ៉ាងវាដំណើរការទៅបានងាយស្រួលហើយច្រកហូម៉ូសអីដំណើរការទៅបានអីបានតម្លៃប្រេងនឹងចុះថោកខ្លាំងហ្មងរួមនេះមកផលិតប្រេងច្រើនអស់ពីសមត្ថភាពដែលអាចធ្វើទៅបានហើយអាចនឹងសម្រុកនៅក្នុងការផលិតច្រើនបំផុតដែលអាចធ្វើទៅរួចហើយប្រដាប់ប្រទេសផ្សេងអាចនឹងធ្វើតាមអារ៉ាប់រួមតែក៏ថាបានដូចជាឃើញព័ត៌មានថាអ៊ីរ៉ាក់ក៏កំពុងពិចារណានៅក្នុងការដកខ្លួនចេញពីអូពេចដែរអញ្ចឹងអូពេចអាចនឹងលែងមានសមត្ថភាពពេញលេញដឹងថាតើវានឹងមានបញ្ហាអីបែបណានៅថ្ងៃអនាគតទេមានរងចាំមើលជាបន្តអូខេនេះគឺព័ត៌មានបន្ថែមតាក់ទងទៅនឹងរឿងរ៉ាវនៅខាងប្រទេសមជ្ឈមបូព៌ាខ្ញុំបញ្ជូនលោកអ្នកដោយតែរ៉ូសាក្លូគឺជាតែកាឡាប់ដែលខុសពីកាឡាប់ទូទៅពណ៌ក្រហមកម្មៅហើយសម្បូរនៅសារធាតុ anthocyanin ជួយប្រឆាំងជាមួយ free radical ដែលធ្វើឲ្យយើងឆាប់ចាស់ជាងវ័យរួមជាមួយនឹងការកើតនៃជំងឺផ្សេងផងដែរព្រោះជួយកាត់បន្ថយ cholesterol នៅក្នុងសរសៃឈាមបានយ៉ាងល្អមិនមែនមានត្រឹមតែ anthocyanin ទេមានវីតាមីនដែលសំខាន់ជំនួយទៅដល់សុខភាពសម្រស់សុខភាពស្បែករបស់បងប្អូនពីខាងក្នុងមកអ្នកដែលមានបញ្ហាស្បែកស្អាតឬក៏ស្បែកលឿងញ៉ាំតែរ៉ូសាក្លូបានប្រហែលជា2អាទិត្យយើងចាប់ផ្ដើមសង្កេតឃើញថាស្បែករបស់យើងប្រសើរជាពិសេសគឺជំនួយទៅដល់ការញ៉ាំទឹករបស់យើងឲ្យបានគ្រប់នៅក្នុងមួយថ្ងៃពី2ទៅ3លីត្រនៅប្រទេសចិនអ្នកស្រឡាញ់សុខភាពហើយនឹងសម្រស់គេញ៉ាំជាប្រចាំមិនមែនទើបតែញ៉ាំ4-10ឆ្នាំនេះទេគេញ៉ាំមករាប់រយឆ្នាំមកហើយស័ក្តិសមបំផុតសម្រាប់អ្នកដែល stress គិតច្រើនគេអត់លក់គេអត់ស្កប់ស្កល់ឬក៏គេយប់ជ្រៅផឹកឡើងមួម៉ៅធុញថប់អារម្មណ៍អត់ស្រឡះពិបាកនៅក្នុងការធ្វើការងារពិបាកនៅក្នុងការញ៉ាំទឹកអីចឹងស័ក្តិសមបំផុតចាប់អារម្មណ៍ scan QR code សាកសួរព័ត៌មានបន្ថែមជាមួយគ្នាបាន